ពលរដ្ឋថៃកំពុងផ្ទុះការតវ៉ាភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោតនិងទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញក្នុងការបោះឆ្នោតសកលរបស់ថៃក្រុមសិស្សនិស្សិតនិងប្រជាពលរដ្ឋរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅឯមណ្ឌលបោះឆ្នោតមួយនៅក្នុងខេត្តបឋមធានីកាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅប្រឆាំងនឹងអ្វីដែលពួកគេចោទថាជាភាពមិនប្រក្រតីនៅក្នុងដំណើរការរាប់សន្លឹកឆ្នោតនិងទាមទារឲ្យមានការរាប់សន្លឹកឆ្នោតឡើងវិញបន្ទាប់ពីពួកគេត្រូវបានរារាំងមិនឲ្យតាមដានការរាប់សន្លឹកឆ្នោតហើយកាមេរ៉ាសុវត្ថិភាពត្រូវបានរាយការណ៍ថាត្រូវបានបិទនេះបើតាមការចេញផ្សាយដោយកាសែតថៃខៅសុតនៅម៉ោងប្រហែល 9:00 នាទីយប់កាលពីថ្ងៃអាទិត្យទី 8 ខែកុម្ភៈមានសិស្សនិស្សិតនិងប្រជាជនជាង 300 នាក់បានប្រមូលផ្ដុំគ្នានៅឯបរិវេណសាកលវិទ្យាល័យរាជាម៉ានកាឡា University of Technology តាន់យ៉ាបូរីស្ថិតក្នុងស្រុកតាន់យ៉ាបូរី District បរិវេណសាកលវិទ្យាល័យនេះត្រូវបានប្រើប្រាស់ជាកន្លែងរាប់សន្លឹកឆ្នោតសម្រាប់សន្លឹកឆ្នោតបោះមុនពេលកំណត់និងសន្លឹកឆ្នោតបោះនៅតាមស្ថានទូតថៃនៅក្រៅប្រទេសក្រុមបាតុករបានប្រឈមមុខដាក់គ្នាជាមួយក្រុមមន្ត្រីរៀបចំការបោះឆ្នោតនិងសម្ដែងការមិនពេញចិត្តចំពោះអ្វីដែលពួកគេចាត់ទុកថាគ្មានតម្លាភាពប៉ូលីសក៏ត្រូវបានដាក់ពង្រាយដើម្បីរក្សាសណ្ដាប់ធ្នាប់ផងដែរតាមក្រុមបាតុករមានមនុស្សមួយក្រុមជាអ្នកសង្កេតការណ៍មានគ្នា 6 នាក់បានព្យាយាមចូលក្នុងទីតាំងរាប់សន្លឹកឆ្នោតប៉ុន្តែត្រូវបានរារាំងដោយមន្ត្រីជាស្ត្រីម្នាក់នៅពេលក្រុមអ្នកសង្កេតការណ៍ទទូចចង់មើលដំណើរការរាប់សន្លឹកឆ្នោតពួកគេបែរជាត្រូវបានប្រាប់ថាសន្លឹកឆ្នោតត្រូវបានរាប់រួចរាល់ហើយហឹបឆ្នោតត្រូវបានបិទដែលមិនអាចធ្វើការផ្ទៀងផ្ទាត់ឡើងវិញទេក្រុមបាតុករក៏បានសម្ដែងការមិនពេញចិត្តផងដែរចំពោះការបិទកាមេរ៉ាសុវត្ថិភាពនិងការយកក្រណាត់ខ្មៅទៅគ្របពីលើស្ត្រីម្នាក់ជាតំណាងក្រុមនិស្សិតបាននិយាយថាខ្លួនទទួលបានព័ត៌មានថាមានកាមេរ៉ាសុវត្ថិភាពត្រូវបានបិទចាប់ពីម៉ោង 8:00 នាទីព្រឹកដល់ម៉ោង 5:00 នាទីល្ងាចក្រោមហេតុផលសុវត្ថិភាពឯកជនភាពតែទោះជាបែបនេះក្តីស្ត្រីដដែលបន្ថែមថាកាមេរ៉ាសុវត្ថិភាពគួរណាស់តែត្រូវបើកដំណើរការឡើងវិញនៅពេលការិយាល័យបោះឆ្នោតបិទទ្វារនិងការរាប់សន្លឹកឆ្នោតចាប់ផ្ដើមដើម្បីបង្ហាញពីតម្លាភាពជុំវិញបញ្ហានេះដែរខាងមន្ត្រីគណៈកម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តម្នាក់បានបញ្ជាក់ថាបានទទួលពាក្យបណ្ដឹងដែលថាក្រុមនិស្សិតមិនត្រូវបានអនុញ្ញាតឲ្យសង្កេតការរាប់សន្លឹកឆ្នោតហើយថាមន្ត្រីថ្នាក់ខេត្តមិនមានសិទ្ធិអំណាចបញ្ជាឲ្យរាប់សន្លឹកឆ្នោតឡើងវិញនោះទេសត្វទន្សោង16ក្បាលបន្ថែមទៀតត្រូវបានចាប់យកទៅដាក់នៅតំបន់ព្រៃការពារស្រុកសៀមប៉ាងមន្ត្រីអភិរក្សសត្វព្រៃបើកប្រតិបត្តិការគៀងចាប់សត្វទន្សោងពីតំបន់រស់នៅមិនសមស្របយកទៅដាក់នៅតំបន់ព្រៃអភិរក្សការពារក្រោមកិច្ចសហការរវាងក្រុមអភិរក្សនៃមន្ទីរកសិកម្មមន្ទីរបរិស្ថានកងរាជអាវុធហត្ថខេត្តអាជ្ញាធរស្រុកបរិយអូស្វាយនិងសហគមន៍ពាក់ព័ន្ធប្រតិបត្តិការគៀងចាប់សត្វទន្សោងបានធ្វើឡើងកាលពីថ្ងៃទី 2 ដល់ថ្ងៃទី 7 ខែកុម្ភៈឆ្នាំ 2026ដែលចាប់បានសត្វទន្សោងចំនួន 16 ក្បាលក្នុងនោះឈ្មោលចំនួន 9 ក្បាលនិងទន្សោងញីចំនួន 7 ក្បាលយកចេញពីតំបន់មានហានិភ័យខ្ពស់ទៅកាន់តំបន់សុវត្ថិភាពក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងស្ថិតនៅឃុំព្រែកមាសស្រុកសៀមប៉ាងលោកទុំនីរ៉ូប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថាសត្វទន្សោងដែលត្រូវបានគៀងចាប់យកទាំងនោះពួកវាមានសុខភាពល្អនិងត្រូវបានដឹកជញ្ជូនទៅកាន់តំបន់ព្រៃអភិរក្សដែលមានបរិស្ថានសមស្របសម្បូរអាហារនិងមានសុវត្ថិភាពសម្រាប់ការរស់នៅនិងការបន្តពូជថែមទៀតលោកបន្តថាប្រតិបត្តិការនេះត្រូវបានអនុវត្តដោយប្រុងប្រយ័ត្នខ្ពស់ដើម្បីជៀសវាងការប៉ះពាល់ដល់សុខភាពសត្វនិងបរិស្ថានជុំវិញមួយវិញទៀតការផ្ទេរសត្វទន្សោងទៅកាន់តំបន់ព្រៃអភិរក្សគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិរក្សសត្វព្រៃនិងការការពារជីវៈចម្រុះធម្មជាតិព្រមទាំងកាត់បន្ថយហានិភ័យនៃការប៉ះទង្គិចរវាងសត្វព្រៃនិងប្រជាពលរដ្ឋលោកទុំនេរ៉ូបានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារនិងថែរក្សាសត្វព្រៃដោយជៀសវាងការបរបាញ់ឬការបំផ្លាញទីជម្រកធម្មជាតិដើម្បីឲ្យសត្វព្រៃអាចរស់នៅបានយ៉ាងប្រកបដោយចីរភាពប្រតិបត្តិការគៀងចាប់សត្វទន្សោងបានធ្វើឡើងចំនួន 2 លើកមកហើយដោយលើកទី 1 កាលពីថ្ងៃទី 12 ដល់ថ្ងៃទី 15 ខែឧសភាឆ្នាំ 2025ទទួលបានទន្សោងចំនួន 16 ក្បាលក្នុងនោះឈ្មោលចំនួន 5 ក្បាលនិងញីចំនួន 11 ក្បាលដូច្នេះសរុបទន្សោង
ដែលគៀងចាប់បានទាំងពីរលើកមានចំនួន34ក្បាលហើយបូកបន្ថែមកូនទើបកើតថ្មីចំនួន2ក្បាលសូមបញ្ជាក់ថាប្រតិបត្តិការគៀងចាប់សត្វទាំងសងក្រោមកិច្ចគាំទ្របច្ចេកទេសនិងថវិកាពីអង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុន Rising Forest ដោយប្រើឧទ្ធម្ភាគចក្រ